ថ្ងៃនេះថ្ងៃទី6 ខែ 6 ឆ្នាំ 2026 ដោយតាមខ្ញុំគិតមើលទៅឃើញថាវាជាថ្ងៃល្អខែល្អឆ្នាំល្អអញ្ចឹងហើយក៏បាននាំបងប្អូនកូនចៅព្រមទាំងលោកយាយលោកតាមកដល់លេងវត្តម្ដងព្រោះអីយើងដើររកស៊ីវាចង់ពាក់កណ្ដាលឆ្នាំដែរហើយឥឡូវហ្នឹងមកឲ្យចំណីត្រីដែលគិតឃើញថាត្រីនេះវាអត់ចេះរកស៊ីអីទេហើយក៏មកស្ដាប់ឱវាទល្អពីប្រគុណម្ចាស់ព្រះអង្គថងរីដែលជាព្រះគ្រូចៅអធិការនិងជាអនុគុណស្ដីទីប្រចាំនៅខេត្តតាកែវហើយវត្តអារាមនេះរៀងនៅឆ្ងាយបន្តិចពុកម៉ែបងប្អូនគឺស្ថិតនៅក្នុងវត្តព្រៃមលូឃុំក្រពុំឈូកស្រុកកោះអណ្ដែតខេត្តតាកែវជាប់នឹងទល់ដែនវៀតណាមតែម្ដងហើយមកនេះអត់មានអ្វីច្រើនទេពុកម៉ែបងប្អូនយើងមកវត្តមានអីមានតែចង្ហាន់តេយទានមានផ្លែឈើនំចំណីនិងបច្ច័យតិចតួចចឹងណាតាមពិតថ្ងៃនេះមកគឺថាមកទទួលកូនទេព្រោះអីកូនប្រុសពៅរបស់ខ្ញុំនឹងបានលាចាកសិក្ខាបទវិញហើយពុកម៉ែបងប្អូនលោកបានបួសសងគុណលោកយាយកាលពីលោកយាយទទួលមរណភាពកាលពីថ្ងៃទី29ខែ5ឆ្នាំ2026ហ្នឹងហើយលោកក៏បានបួសមុខភ្លើងហ្នឹងហើយដើម្បីសងគុណដល់លោកយាយណាព្រោះថាលោកស្រឡាញ់លោកយាយលោកណាហើយទៅបើសម្រាប់បងប្អូនផ្សេងជួនកាលគេបួសមុខភ្លើងគ្រាន់តែស្លៀកសពាក់សកោទាំងអស់អញ្ចឹងណាប៉ុន្តែលោកកូនអត់ទេគឺមានគ្រូឧបជាដើម្បីទៅបំបួសនៅពេលដែលអណ្ដាតភ្លើងកំពុងតែឆាប់ឆេះពេញក្រមុំហ្នឹងគឺលោកចាប់ផ្ដើមបំបួសលោកតែម្ដងឥឡូវថ្ងៃហ្នឹងគឺថាដល់ថ្ងៃលាចាកសិក្ខាបទដែលគេហៅថាដាក់ឬក៏សឹកវិញអញ្ចឹងណាដើម្បីមកคลายខ្លួនជាគ្រហស្ថពេញសិទ្ធវិញព្រោះអីលោកកូនអត់ទាន់រៀនចប់ទេឆ្នាំហ្នឹងគឺចប់ហើយឆ្នាំទី4បងប្អូនហើយចឹងសម្រាប់បុណ្យកុសលថ្ងៃនេះក៏សូមចែកជូនដល់ពុទ្ធបរិស័ទព្រមទាំងពុកម៉ែបងប្អូនទាំងអស់ទូទាំងពិភពលោកសូមមកជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានមានសុភមង្គលក្នុងក្រុមគ្រួសាររួចផុតចាកទុក្ខសូមទទួលបានតែក្តីសុខអត់រោគភិតភ័យសូមមានសេរីសួស្តីគ្រប់ក្រុមគ្រួសារទាំងអស់គ្នាហ្នឹងហើយអរគុណណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទ